ស់ទឹករលកអាចមានតិចបំផុតក៏50 ម៉ែត្រនិងខ្ពស់រហូតដល់1 ម៉ែត្រកន្លះដែលវាទាមទារបងប្អូនមានការប្រុងប្រយ័ត្នផងដែរទៅលើការទៅលេងទឹកសមុទ្រនៅក្នុងខែនេះដោយសារតែវាជាខែខ្យល់ខ្លាំងអញ្ចឹងរលកអាចធំក៏ដូចជាខ្យល់នៃការបោកបក់ដែលអាចបណ្ដាលឲ្យមានការបញ្ហាគ្រោះថ្នាក់អ្វីជាដើមក្នុងការលេងកម្សាន្តឬក៏ការចេញនេសាទរបស់បងប្អូនជានេសាទរបស់យើងអញ្ចឹងនៅក្នុងតំបន់ដែល3ដែលបានចែកដូចជាតំបន់ទំនាបកណ្ដាលតំបន់ពងរៀបក៏ដូចជាតំបន់សមុទ្រណាដែលទំនាបតំបន់វាទំនាបគឺមានមន្ទីរមានជ័យបាត់ដំបងក៏ដូចជារាជធានីភ្នំពេញហ្នឹងមានកម្រិតចុះត្រជាក់បំផុតគឺ20 អង្សាសេដែលកម្រិតត្រជាក់បំផុតហើយសម្រាប់តំបន់ខ្ពង់រាបដែលមានខ្ពង់ស្ពឺបៃលិនព្រះវិហារក៏ចេះមនោគិរីអ្វីជាដើមបែកខាងឦសានរបស់យើងហ្នឹងគឺចុះត្រជាក់រហូតដល់18 អង្សាសេតែ18 អង្សាសេនេះវាមិនមែនត្រឹមតែត្រជាក់អស់កម្រិតទេបានន័យថាប៉ែកឦសានហ្នឹងចុះរហូតដល់18 អង្សាសេនៅប៉ែករតនគិរីមណ្ឌលគិរីតែ18 អង្សាសេនេះតិចជាងតំបន់ជួរភ្នំទេតែតំបន់ជួរភ្នំតាមការបញ្ជាក់មានដូចជាភ្នំដងរែកជួរភ្នំដងរែកជួរភ្នំក្រវាញក៏ដូចជាជួរភ្នំបូកគោមានកម្រិតត្រជាក់ចុះរហូតដល់16 អង្សាសេដែលជាកម្រិតយើងនិយាយចេញផ្សាយតែម្ដងបាទស្វាគមន៍ប្រិយមិត្តទស្សនិកជនជួបជាមួយខ្ញុំបាទពុទ្ធិនៅក្នុង Channel ពុទ្ធិ TV របស់ខ្ញុំនេះប្រិយមិត្តទស្សនិកជននៅថ្ងៃនេះយើងដឹងហើយរយៈពេល2-3ថ្ងៃចុងក្រោយនេះឃើញថាស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តគឺមានអាកាសធាតុត្រជាក់ខ្លាំងគួរសមផងដែរបើយើងធ្វើដំណើរតាមផ្លូវជាពិសេសអ្នកធ្វើដំណើរតាមម៉ូតូដើម្បីថាតាមម៉ូតូតែម្ដងគឺអាកាសធាតុគឺត្រជាក់រហូតដល់ពាក់អាវហើយបើអត់ពាក់អាវក្រាស់ទេគឺរៀងងាចុងដៃចុងជើងខ្លាំងតិចតែបើអ្នកគាត់ជិះឡានជិះអីគាត់មិនសូវមានអារម្មណ៍អាងាដោយសារអីគាត់នៅក្នុងឡានគាត់មិនសិនត្រជាក់ចុះឡានមកគាត់មកដល់ផ្ទះគាត់មិនសិនត្រជាក់ទៀតអញ្ចឹងពេលខ្លះគាត់អត់សូវមានអារម្មណ៍អាងាបើដូចអ្នកទីបើន័យថាអ្នកជិះម៉ូតូអ្នកជិះកង់អ្នកជិះអីវិញបើន័យថាទូចក្រយានយន្តគឺយើងមានអារម្មណ៍ថាងាខ្លាំងដោយសារតែយើងធ្លាប់តែធ្វើដំណើរយ៉ាងក្តៅមួយរយៈចុងក្រោយតែប្រហែលថ្ងៃនេះគឺអាកាសធាតុត្រជាក់ខ្លាំងអញ្ចឹងតកតងទៅនឹងអាកាសធាតុត្រជាក់ខ្លាំងនឹងដែរប្រិយមិត្តទស្សនិកជនក្នុងនោះតាមការបញ្ជាក់របស់ក្រសួងធនធានទឹកនិងអូតូនិយមលើការព្យាករណ៍ស្ថានភាពអាកាសធាតុនៅក្នុងប្រជាជាតិកម្ពុជាបានបង្ហាញថានៅថ្ងៃស្អែកគឺថ្ងៃទី22ដល់ថ្ងៃទី30ខែវិច្ឆិកានេះតតែម្ដងគឺអាកាសធាតុនៅក្នុងប្រទេសកម្ពុជានៅតាមបណ្ដាខេត្តមួយចំនួនក៏ដូចជាខេត្តតំបន់ភាគឦសានផងដែរគឺនឹងមានអាកាសធាតុរហូតដល់18 អង្សាដែលកម្រិតត្រជាក់ខ្លាំងបំផុតដល់18 អង្សាផងដែរអញ្ចឹងនេះគឺជាស្ថានភាពក៏ដូចជាការព្យាករណ៍របស់ក្រសួងធនធានទឹកនិងអូតូនិយមតកតងទៅនឹងស្ថានភាពអាកាសធាតុដែលចុះត្រជាក់រយៈពេលប្រហែលថ្ងៃនេះអញ្ចឹងតាមការបញ្ជាក់ឲ្យគឺពីថ្ងៃស្អែកថ្ងៃទី22ខែវិច្ឆិកាដល់ថ្ងៃទី30ខែវិច្ឆិកាចុះត្រជាក់រហូតដល់បាននេះមិនមែនគឺ18 អង្សាសេដែលត្រជាក់ខ្លាំងផងដែរបើកម្រិតសិនត្រជាក់នៅធម្មតាយើងបើតែថា24 25គឺត្រជាក់ហើយអញ្ចឹងអានេះវាកម្រិតដល់18 អង្សាសេមិនបើសិនជាឲ្យមួយទឹកសិនតែចាក់តកលើខ្លួនទៅហើយតែទៅនឹងអាកាសធាតុត្រជាក់មួយនេះអញ្ចឹងទីរួមយើងទៅចាប់អារម្មណ៍ក៏ដូចជាតាមដាននៅការបញ្ជាក់របស់ក្រសួងធនធានទឹកទៅលើស្ថានភាពអាកាសធាតុដែលកំពុងចុះត្រជាក់ខ្លាំងក៏ដូចជានឹងបន្តចុះត្រជាក់ទៅថ្ងៃរហូតដល់ថ្ងៃ30ក្នុងនោះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមបានបង្ហាញថាយោងតាមការអង្កេតនិងពិនិត្យក៏ដូចជាវិភាគទៅលើស្ថានភាពអាកាសធាតុនិងអាកាសធាតុនៅក្នុងតំបន់និងក្នុងប្រជាជាតិកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមសូមបញ្ជាក់ជូនថារបបខ្យល់មូសុងអេសានមានឥទ្ធិពលខ្លាំងហើយបក់មកលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាសមុទ្រអាដាមមែននិងលើព្រះរាជាណាចក្រកម្ពុជាផងដែរគណៈស្ថានភាពបែបនេះបើតាមសេចក្តីជូនដំណឹងគឺបានបង្ហាញឲ្យដឹងថាវានឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី22ខែវិច្ឆិកាទៅដល់ថ្ងៃទី30ខែវិច្ឆិកាក្នុងឆ្នាំ2025គឺក្នុងខែនេះតែម្ដងគឺពលគឺនៅថ្ងៃស្អែកតែម្ដងដោយសារថ្ងៃខ្ញុំផ្សាយនេះគឺនៅថ្ងៃទី21ខែវិច្ឆិកាអញ្ចឹងស្អែកថ្ងៃទី22នឹងមានអាកាសធាតុដូចជាទី1គឺតំបន់ទំនាបខេត្តបន្ទាយមានជ័យតំបន់ខេត្តបាត់ដំបងខេត្តពោធិ៍សាត់ខេត្តកំពង់ឆ្នាំងខេត្តសៀមរាបខេត្តកំពង់ធំកំពង់ចាមបូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចនឹងមានអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា20 អង្សាសេនិងសីតុណ្ហភាពអតិបរមាដែលជាកម្រិតខ្ពស់ហ្នឹងគឺ29 អង្សាសេហើយខ្យល់ក៏បក់មកពីទិសឦសាននិងទិសបូក្នុងល្បឿនមធ្យមគឺ5 ម៉ែត្រក្នុង1 វិនាទីនេះបែកខាងតំបន់ទំនាបដែលមានរាជធានីភ្នំពេញក៏ដូចជាបណ្ដាខេត្តមួយចំនួនដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងយើងទៅចាប់អារម្មណ៍នៅតំបន់ទី2គឺតំបន់ខ្ពង់រាបតែម្ដងក្នុងនោះតំបន់ខ្ពង់រាបមានដូចជាខេត្តកំពង់ស្ពឺខេត្តបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែង
មណ្ឌលគិរីរតនគិរីអាចនឹងមានអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមា18អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមាដែលជាកម្រិតខ្ពស់ហ្នឹងគឺ28អង្សាសេហើយខ្យល់បក់មកពីទិសឦសាននិងទិសបូរក្នុងល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីនេះបែកខាងពងរៀបដែលមានខេត្តកំពង់ស្ពឺក៏ដូចជាបណ្ដាខេត្តព្រះវិហារកញ្ចេះអ្វីជាដើមអញ្ចឹងក្នុងដីប្រកាសព័ត៌មានហ្នឹងក៏មានតំបន់មួយទៀតគឺតំបន់សមុទ្រអញ្ចឹងក្នុងនោះបើយោងតាមសេចក្តីប្រកាសព័ត៌មានគឺទី3គឺតំបន់សមុទ្រនោះគឺដែលមានដូចជាខេត្តកោះកុងព្រះសីហនុកំពតនិងកែបអាចនឹងមានសីតុណ្ហភាពអាកាសធាតុបានន័យថាអាកាសធាតុត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមាបានន័យថាកម្រិតទាប21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមាបានន័យថាកម្រិតខ្ពស់ហ្នឹងគឺ31អង្សាសេហើយខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍នៅក្នុងល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីដែលកត្តានេះហើយគឺរបបបានន័យថារលកសមុទ្រក៏នឹងមានកម្ពស់មធ្យមអបបរមា0.50ម៉ែត្រនិងឬក៏ហៅថាកន្លះម៉ែត្រនិងមធ្យមកម្ពស់អតិបរមាដែលខ្ពស់បំផុតគឺអាចរហូតដល់1ម៉ែត្រកន្លះនេះកម្រិតរលកសមុទ្រក៏ដូចជាតំបន់អាកាសធាតុនៅប៉ែកខាងសមុទ្រផងដែរដែលមានកំពង់សោមកែបកពតព្រះសីហនុនិងកោះកុងដែលបញ្ចាំបានបញ្ជាក់ហើយដែលកម្រិតទាបបំផុតនៃសីតុណ្ហភាពចុះទាបបំផុតអាចមាន21អង្សាសេនិងខ្ពស់បំផុតគឺ31អង្សាសេខណៈដែលកម្ពស់ទឹករលកអាចមានតិចបំផុតក៏50ម៉ែត្រនិងខ្ពស់រហូតដល់1ម៉ែត្រកន្លះដែលវាទាមទារបងប្អូនមានការប្រុងប្រយ័ត្នផងដែរទៅលើការទៅលេងទឹកសមុទ្រនៅក្នុងខែនេះដោយសារតែវាជាខែខ្យល់ខ្លាំងអញ្ចឹងរលកអាចធំក៏ដូចជាខ្យល់នៃការបក់បក់ដែលអាចបណ្ដាលឲ្យមានការបញ្ហាគ្រោះថ្នាក់អ្វីជាដើមក្នុងការលេងកម្សាន្តឬក៏ការទៅចិននេះបានន័យថាចេញនេសាទរបស់បងប្អូនជានេសាទរបស់យើងអញ្ចឹងយោងតាមការបញ្ជាក់នេះរលកកម្ពស់រហូតដល់1ម៉ែត្រកន្លះនេះគឺអាចកម្ពស់គួរសមផងដែរដែលវាអាចបង្កឲ្យគ្រោះថ្នាក់សម្រាប់អ្នកទុកតូចៗនៅក្នុងការចេញនេសាទតែបងប្អូននៅតំបន់សមុទ្រដែលគាត់ចេញនេសាទគាត់ប្រហែលជាច្បាស់ជាងខ្ញុំទៅលើកម្រិតកម្ពស់ទឹករលកនេះគ្រាន់ជាការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមទៅលើបញ្ហាអាកាសធាតុជារួមនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងប៉ែកខាងសមុទ្រយើងផងដែរអញ្ចឹងបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដដែលក៏បានបញ្ជាក់នឹងថាដោយឡែកនៅតំបន់ជួរភ្នំដងរែកជួរភ្នំក្រវាញនិងជួរភ្នំបូកគោអាចមានសីតុណ្ហភាពអាកាសធាតុចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអបបរមាដែលទាបបំផុតដល់16អង្សាសេនិងសីតុណ្ហភាពមធ្យមអបបរមាខ្ពស់បំផុត27អង្សាសេហើយជាមួយនឹងខ្យល់បក់មកពីទិសឦសាននិងទិសបូរក្នុងល្បឿនមធ្យម6ម៉ែត្រក្នុង1វិនាទីអាស្រ័យនេះបានជម្រាបជូនខាងលើនេះគឺក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនសាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពអាកាសធាតុដែលនឹងចុះត្រជាក់នេះដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុបាទនេះគឺតកតងទៅនឹងការប្រកាសរបស់ក្រសួងធនធានទឹកជាកបអំពីកម្រិតអាកាសធាតុអញ្ចឹងនៅក្នុងតំបន់ដែល3ដែលបានចែកដូចជាតំបន់ទំនាបកណ្ដាលតំបន់ពងរៀបក៏ដូចជាតំបន់សមុទ្រណាដែលទំនាបតំបន់វាលទំនាបគឺមានមន្ទីរមានជ័យបាត់ដំបងក៏ដូចជារាជធានីភ្នំពេញហ្នឹងមានកម្រិតចុះត្រជាក់បំផុតគឺ20អង្សាសេដែលកម្រិតត្រជាក់បំផុតហើយអបបរមាអតិបរមាគឺអាចដល់29ហើយសម្រាប់តំបន់ខ្ពង់រាបដែលមានខ្ពង់ស្ពឺបៃលិនព្រះវិហារក៏ចេះមណ្ឌលគិរីអ្វីជាដើមប៉ែកខាងឦសានរបស់យើងហ្នឹងគឺចុះត្រជាក់រហូតដល់18អង្សាសេតែ18អង្សាសេនេះវាមិនមែនត្រឹមត្រជាក់អស់កម្រិតទេបានន័យថាប៉ែកឦសានហ្នឹងចុះរហូតដល់18អង្សាសេនៅប៉ែករតនគិរីមណ្ឌលគិរីបងប្អូនធ្លាប់អញ្ជើញទៅលេងខ្ញុំធ្លាប់ទៅដែរប៉ែកខាងមណ្ឌលគិរីរតនគិរីហ្នឹងទៅមិនដែលបានប្រើម៉ាស៊ីនជាក់ទេដាក់តែដង្ហើមមិនដែលបានដាក់អំពូលទៅដល់ឲ្យទៅយប់ឡើងគឺត្រជាក់ខ្លាំងមែនទែនឥឡូវតាមការបញ្ជាក់អាចចុះដល់18អង្សាសេតែ18អង្សាសេនេះតិចជាងតំបន់ជួរភ្នំទេតែតំបន់ជួរភ្នំតាមការបញ្ជាក់មានដូចជាភ្នំដងរែកជួរភ្នំដងរែកជួរភ្នំក្រវាញក៏ដូចជាជួរភ្នំបូកគោមានកម្រិតត្រជាក់ចុះរហូតដល់16អង្សាសេដែលជាកម្រិតយើងនិយាយចេញផ្សាយតែម្ដងពួកខ្ញុំធ្លាប់ទៅប្រហែលឆ្នាំមុនថ្មីនេះគឺឲ្យតែខែត្រជាក់អញ្ចឹងគឺយើងទៅយើងដើរលេងនៅភ្នំបូកគោនៅខាងភ្នំក្រវាញអីគឺយើងនិយាយមកចេញផុយផ្សាយយើងនៅស្រុកគេអញ្ចឹងបងប្អូនខ្លះដែលធ្លាប់ជួបអាកាសធាតុបែបហ្នឹងប្រហែលជាដឹងហើយអញ្ចឹងបើតាមការបញ្ជាក់ដល់16អង្សាសេជាកម្រិតដែលត្រជាក់ខ្លាំងមែនទែនអញ្ចឹងបងប្អូនដែលចង់ទៅលេងនៅប៉ែកភ្នំក្រវាញជួរភ្នំក្រវាញជួរភ្នំដងរែកជាពិសេសនៅខាងភ្នំបូកគោរបស់យើងហ្នឹងគឺអាវក្រាស់តិចទៅហើយបើទៅដល់ហ្នឹងឃើញពពកវល់ហើយបច្ចុប្បន្នបញ្ហាអាកាសធាតុត្រជាក់ចេះអាតំបន់ពពកវល់ហ្នឹងគឺនឹងមើលឲ្យយើងឃើញច្បាស់ព្រោះពេលខ្លះទៅតំបន់ពពកវល់នៅក្នុងបូកគោ
បងប្អូនខ្លះប្រហែលជាអត់បានមើលដោយសារទៅចំអាពេលដែរកាសធាតុវាចុះត្រជាក់ស្រូវខ្លាំងអាប់អត់សូវមានអញ្ចឹងបើពេលត្រជាក់ដល់16អង្សាអញ្ចេះខ្ញុំជឿថាពពកគឺនឹងហោះមកជុំវិញខ្លួនយើងនៅពេលដែលយើងឡើងទៅលេងភ្នំបូកគោនៅប៉ែកខាងកំពតនោះបាទអញ្ចឹងជារួមតកតងទៅនឹងសេចក្តីប្រកាសនេះគឺគាត់ចង់ជាការជូនដំណឹងទៅដល់បងប្អូនដែលបានឲ្យបានដឹងទៅលើស្ថានភាពអាកាសធាតុដែលនឹងចូលមកដល់កម្ពុជានៅថ្ងៃទី22ស្អែកនេះតតែម្ដងដល់ថ្ងៃទី30ដែលកម្រិតអាកាសធាតុត្រជាក់តំបន់3នោះគឺមាន18អង្សាសេដែលត្រជាក់បំផុតចុះត្រជាក់បំផុតហើយនឹងតំបន់ជួរភ្នំចុះរហូតដល់16អង្សាសេដែលជាដំណឹងមួយជូនទៅដល់បងប្អូនក៏ដូចជាចូលរួមសប្បាយក្នុងឱកាសជិតឆ្លងឆ្នាំរបស់គ្នាដោយសារឥឡូវគៀកចុងខែ11ហើយអញ្ចឹងបាំងតែមួយខែទៀតដល់ឱកាសឆ្លងឆ្នាំហើយកាសទៀតក៏នៅតែបន្តត្រជាក់អញ្ចឹងវាជាការផ្ដល់សក្តានុពលមួយក៏ដូចជាការទៅលេងកម្សាន្តនៅតំបន់ណាមួយដែលបងប្អូនអញ្ជើញទៅលេងវាបង្កឲ្យមានលក្ខណៈសប្បាយរីករាយផងដែរអញ្ចឹងជារួមតកតងទៅនឹងការបង្ហាញជូនអំពីស្ថានភាពអាកាសធាតុដែលត្រូវបានជូនដំណឹងពីក្រសួងធនធានទឹកនិងអតុនិយមដែលបានជម្រាបជូនដល់ខ្ញុំនៅពេលនេះក៏សូមបិទបញ្ចប់តែប៉ុណ្ណេះបើមានអ្វីតកតងទៅនឹងការវិវត្តអំពីការថាអាកាសធាតុត្រជាក់ឬក៏ស្ថានភាពយ៉ាងម៉េចដែលមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីការជូនដំណឹងនេះក៏ខ្ញុំនឹងបន្តជម្រាបជូនបងប្អូនបន្តទៀតនៅក្នុង Channel ពុទ្ធិ TV របស់ខ្ញុំបាទអរគុណនៅពេលនេះខ្ញុំបាទពុទ្ធិក៏សូមអរគុណនិងសូមគោរពលា